ហានឹងអាមេរិកដោះស្រាយមិនទាន់បានផងហេតុអ្វីក៏យករឿងនេះមកទម្លាក់លើក្បាលកម្ពុជាម្នាក់ឯងសារព័ត៌មានពុករលួយ NHK របស់ជប៉ុននិងមន្ត្រីពុករលួយនៃរដ្ឋាភិបាលជាតិអាមេរិកខ្ញុំចង់សួរលោកតិចមើលតើលោកបានដាក់ទណ្ឌកម្មក្រុមបោកប្រាស់សូម៉ាលីនៅសហរដ្ឋអាមេរិកហើយតាក់ទងអំពីទិន្នន័យអតិថិជននៅក្នុងធនាគារណាបរិសម្នាក់នេះគាត់បានបោកលោកយាយអាយុ75ឆ្នាំនិង85ឆ្នាំអស់$140,000នៅសហរដ្ឋអាមេរិកហើយសូម្បីតែក្រុមហ៊ុនគេហៅថាកម្មវិធីសុខភាពរបស់យាយណាស្ត្រីចាស់ឬក៏មនុស្សចាស់ណាត្រូវបានបោកអស់រាប់រយលានប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកគ្មានសមត្ថភាពបោះសម្អាត scam online ឬក៏ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានផងយកមកទម្លាក់លើក្បាលកម្ពុជាសួរតារឿងនេះវាត្រឹមត្រូវដែរឬទេលោកសារព័ត៌មាន NHK របស់ជប៉ុនប្រហែលជាពុកឲ្យលួយទទួលលុយពីក្រុមជ្រុលនិយមថៃហើយនិយាយអំពីក្រុមជ្រុលនិយមថៃលើកទឹកចិត្តកម្ពុជាលើកទឹកចិត្តអ្នកវិនិយោគបរទេសជាងប្រទេសថៃ10ដងហេតុអ្វីក៏លោកមិនផ្សាយផងលោក are here to announce the results of the 2026 National Healthcare Fraud Takedown. This announcement marks the greatest combined federal and state effort in combating healthcare fraud in history. ឲ្យពិភពលោកបានស្គាល់ទៅកម្ពុជាបានបំផ្លាញអនឡាញហើយប្រទេសឯងមានយ៉ាងណារឿងរបស់ឯងទៅចោះ 10 criminal charges, 2 counts each of financial exploitation of an elderly adult, computer fraud, felony theft, identity theft, and credit card fraud. Police say they began looking into Richardson back in February when he was working at Bank of America on Harding Place near Belmead. They say an internal investigator filed a complaint after becoming suspicious of Richardson's activity. ភ្នំពេញគេបានធ្វើប្រតិបត្តិការរាល់ថ្ងៃ នាថ្ងៃទី24ខែមិថុនាឆ្នាំ2026នេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូអាផាតមិនបុរីផ្ទះសំណាក់និងសន្តាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោះសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ03 អណកបចុះថ្ងៃទី5ខែមករាឆ្នាំ2026របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងប្រមូលផ្ដុំរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានចំនួន101ទីតាំងជាលទ្ធផលក្រុមការងារបានចុះត្រួតពិនិត្យទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន341នាក់ស្រី118នាក់ក្នុងនោះជនបរទេសដែលស្នាក់នៅដោយពុំមានលិខិតឆ្លងដែនចំនួន20នាក់ក្នុងចំណោម111ទីតាំងនេះក្នុងនោះក្រុមការងារបានត្រួតពិនិត្យឃើញទីតាំងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ចំនួន1ករណីស្ថិតនៅបុរីជីបម៉ុង50ម៉ែត្រភូមិគ្រឹះលេខ11ផ្លូវលេខ P04 ភូមិថ្មីសង្កដង្កោខណ្ឌដង្កោដោយបានឃាត់ខ្លួនជនសង្ស័យចំនួន24នាក់ស្រី1នាក់ព្រមទាំងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួនដោយឡែកក្នុងប្រតិបត្តិការនេះដែររដ្ឋបាលខណ្ឌសែនសុខបានចុះត្រួតពិនិត្យរកឃើញទីតាំងប្របត្តិល្មើសនិងជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន1ករណីស្ថិតនៅក្នុងខុនដូសែនសុខជាន់ទី25បន្ទប់ A2 ស្ថិតនៅភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន2នាក់ប្រុសព្រមទាំងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួនជនសង្ស័យនិងសម្ភារៈត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី